អូនអាចភ្ជាប់គម្រោង$1 8G បាទតោះឥឡូវយើងភ្ជាប់គម្រោង$1 8G សិនហើយបន្ទាប់មកចាំខ្ញុំបង្ហាញបងប្អូនអំពីរបៀបភ្ជាប់$1.50 សេនបានមក 15G តែអញ្ចឹងយើងភ្ជាប់$1 8G យើងចុច16 15បាទកាយ16 15កាយបាទ100បាទត្រង់ជ្រូកអញ្ចឹងបងប្អូនចុចប៉ុណ្ណឹងហើយយើងចុចបញ្ជូនបងប្អូនតែឥឡូវយើងជាប់គម្រោង$1បាទ$1.15G បាទ$1.5បាននឹង 15G បាទ1រៀលកន្លះហ្នឹងឯងបាទដើម្បីភ្ជាប់1រៀលកន្លះហ្នឹងគឺស្តៀងតែភ្ជាប់$1ដែរយើងចុច16 15កាយបាទកាយ16 15កាយ150ត្រង់ជ្រូកបាទអញ្ចឹងគឺវាខុសគ្នាតែមុនហ្នឹងគឺវាដាក់លេខ15កន្លែងនេះមុនដាក់លេខ100បាទភ្ជាប់ 8G ហ្នឹង1រៀលយើងដាក់លេខ100ហើយ1រៀលកន្លះយើងដាក់150អាហ្នឹងគឺបញ្ជាក់ចំនួនសេនបាទមានន័យថា100គឺស្មើនឹង100សេនបាទស្មើ$1ហើយ150សេននេះគឺស្មើនឹង$1កន្លះអូខេបាទអញ្ចឹងយើងចុចបញ្ជូនទៅបាទតែគឺដូចអាសាមុនហ្នឹងគឺយើងអត់បានទេដោយសារយើងអត់ទាន់មានលុយបាទយើងភ្ជាប់គម្រោងចាស់ហើយតើផ្ដាច់គម្រោងចាស់សិនបាទអញ្ចឹងហើយរបៀបឆែកលុយវាដូចគ្នាណាបងប្អូនកាយ0កាយ12 01ត្រង់ជ្រូកបាទនេះគឺរបៀបឆែកលុយគម្រោងបាទរបៀបឆែកលុយគម្រោង$1.50 សេនបាន 15 GB ហ្នឹង